គឺជាកៅភ្នែករបស់ពុកម្ដាយតើពិតដែរឬទេលោកអ្នកបងប្អូនទាំងអស់គ្នាថាកូនគឺជាកៅភ្នែករបស់ពុកម្ដាយតែសប្តាហ៍នេះឪពុកម្ដាយគ្រប់រូបកំពុងតែមមាញឹកធ្វើការរាល់ថ្ងៃដើម្បីនរណាគឺដើម្បីកូនពិតមែនដែរឬទេចំពោះលោកអ្នកបងប្អូនផ្សេងទៀតដែលជាឪពុកម្ដាយចាចំពោះនាងខ្ញុំនិងក្រុមគ្រួសាររបស់នាងខ្ញុំគឺកូនគឺជាកៅភ្នែករបស់ពួកយើងទាំងអស់គ្នាជាឪពុកម្ដាយតែមួយវិញទៀតនៅពេលដែលយើងនិយាយថាកូនគឺជាកៅភ្នែករបស់ឪពុកម្ដាយប៉ុន្តែតើយើងបានថែរក្សាកៅភ្នែកមួយនោះបានយ៉ាងល្អដែរឬទេនាងខ្ញុំជឿថាលោកអ្នកបងប្អូនគ្រប់រូបជាឪពុកម្ដាយគឺបានធ្វើនិងតាំងចិត្តធ្វើថាថែរក្សាកូនរបស់យើងឲ្យបានល្អចាបំផុតតាមដែលយើងអាចធ្វើទៅបានតែចំណុចមួយដែលនាងខ្ញុំគិតថាពេលខ្លះយើងឆក់ល្វើយជាមួយនឹងពេលវេលាខ្ញុំមិនដឹងថាឪពុកម្ដាយផ្សេងគាត់រវល់ខ្លាំងចាអាចមិនមានពេលវេលាគ្រប់គ្រាន់ជាមួយនឹងកូនរបស់លោកអ្នកបងប្អូនដែរឬទេប៉ុន្តែចំពោះនាងខ្ញុំផ្ទាល់ចាជាម្ដាយចានាងខ្ញុំពិតជាបានឆក់ល្វើយជាមួយនឹងពេលវេលាចាជាមួយនឹងកូនចៅចាជាពិសេសគឺដោយសារភាពរវល់ការដែលយើងចេញទៅធ្វើការនៅខាងក្រៅចាជារៀងរាល់ថ្ងៃចាធ្វើការនៅការិយាល័យជារៀងរាល់ថ្ងៃចាធ្វើឲ្យយើងមិនមានពេលវេលាគ្រប់គ្រាន់ជាមួយនឹងកូនជាស្ដែងដូចជាថ្ងៃមិញនេះចានាងខ្ញុំបាននៅផ្ទះហើយអង្គុយចាំកូនមកពីសាលារៀនចាហើយចាំញ៉ាំបាយជុំគ្នាជាមួយនឹងកូននៅពេលដែលកូនមកដល់ផ្ទះកូនសួរថាម៉ាក់ញ៉ាំបាយណាម៉ាក់ក៏បាននិយាយទៅកាន់កូនថាអត់តន់ទេកូនម៉ាក់នៅចាំកូនញ៉ាំបាយជុំគ្នាតែកូនខ្ញុំក៏ឆ្លើយមកវិញថាអូម៉ាក់ថ្ងៃហ្នឹងកូនសប្បាយចិត្តដែលបានញ៉ាំបាយជុំគ្នាជាមួយនឹងម៉ាក់វ៉ាវពាក្យមួយគ្នានេះតើមានន័យឬក៏ចាប៉ះពាល់អ្វីខ្លះចាទៅដល់លោកអ្នកបងប្អូនជាពុកម្ដាយចាជាពិសេសគឺម្ដាយគឺអ្នកម្ដាយចាសម្រាប់នាងខ្ញុំវិញគឺប៉ះពាល់ចិត្តរបស់នាងខ្ញុំខ្លាំងមែនទែនធ្វើឲ្យនាងខ្ញុំរំភើបដែលនាងខ្ញុំអាចចំណាយពេលវេលាញ៉ាំបាយជាមួយនឹងកូនប៉ុន្តែក៏ធ្វើឲ្យនាងខ្ញុំមានអារម្មណ៍ថាវ៉ាវសោកស្ដាយបន្តិចនៅពេលដែលមួយរយៈធំមកចាគឺនាងខ្ញុំមិនសូវបានចំណាយពេលជាមួយនឹងកូនចាញ៉ាំបាយជាមួយនឹងកូនហើយតើគាត់មានអារម្មណ៍យ៉ាងម៉េចតែគាត់អត់និយាយនៅក្នុងខ្លួនរបស់គាត់អត់និយាយចេញមកទេចាប៉ុន្តែថ្ងៃមិញគឺគាត់បាននិយាយចេញមកអញ្ចឹងតើអ្វីដែលយើងកំពុងតែធ្វើសប្តាហ៍ថ្ងៃនេះតើយើងបានផ្លិចនៅចំណុចសំខាន់មួយគឺពេលវេលាដែលយើងតែងតែនិយាយថាពេលវេលាមានតម្លៃពេលវេលាជាមាសប្រាក់ពេលវេលាគឺជាក្តីស្រឡាញ់ពេលវេលាគឺជាសុភមង្គលពេលវេលាគឺជាភាពកក់ក្ដៅនេះយើងគួរតែបន្ថែមចំពោះពេលវេលានេះចាពីព្រោះថាសំខាន់មែនទែនសម្រាប់កូននិងសម្រាប់ក្រុមគ្រួសាររបស់យើងនាងខ្ញុំគឺជាអ្នកម្ដាយមួយរូបដែលរវល់ជាមួយនឹងការងារនៅខាងក្រៅមែនតើចាអត់សូវមានពេលវេលាសម្រាប់កូនទេចាមានពេលវេលាថ្ងៃសៅរ៍ថ្ងៃអាទិត្យតែឥឡូវកូនចាប់ផ្ដើមធំហើយចឹងថ្ងៃសៅរ៍ក៏គាត់រវល់ថ្ងៃអាទិត្យក៏គាត់រវល់នៅពេលនេះនាងខ្ញុំចាប់ផ្ដើមលែងសូវមានពេលវេលាជាមួយនឹងកូនហើយពីព្រោះថាគាត់រវល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យដែរពីមុននាងខ្ញុំគិតថាពេលវេលាថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺជាពេលវេលាសម្រាប់ក្រុមគ្រួសារប៉ុន្តែដល់ពេលឥឡូវពេលវេលាសៅរ៍អាទិត្យគឺគាត់ក៏រវល់ជាមួយនឹង schedule នៅសាលារបស់គាត់ដែរអញ្ចឹងធ្វើឲ្យទាំងថ្ងៃច័ន្ទដល់ថ្ងៃសុក្រយើងរវល់ធ្វើការហើយកូនទៅរៀនដល់ពេលថ្ងៃសៅរ៍ថ្ងៃអាទិត្យយើងគិតថាយើងនឹងចំណាយពេលជាមួយនឹងគាត់ប៉ុន្តែគាត់រវល់ដូច្នេះពេលវេលាកាន់តែខូចទៅសម្រាប់យើងចាសម្រាប់នាងខ្ញុំជាមួយនឹងកូនរបស់នាងខ្ញុំដូច្នេះនៅពេលដែលនាងខ្ញុំគិតអំពីបញ្ហានេះនាងខ្ញុំក៏បានគិតថាពេលវេលាមិនមានច្រើននិងមិនយូរទៀតទេចាមិនយូរទៀតទេបានន័យថាកូនកាន់តែធំហើយគាត់រៀនទីទៀតគាត់អាចទៅរៀននៅឆ្ងាយគាត់អាចនៅមានគ្រួសារគាត់អាចនឹងចាក់ឆ្ងាយពីយើងទៅចាទៅបង្កើតក្រុមគ្រួសារមួយទៀតរបស់គាត់តែយ៉ាងណាមិញនៅពេលដែលគាត់កំពុងតែចំណាយពេលជាមួយនឹងយើងចាតើនៅក្នុងបន្ទុករបស់យើងចាថាតើយើងបានចំណាយពេលវេលាគ្រប់គ្រាន់ជាមួយនឹងគាត់ហើយឬនៅលោកអ្នកបងប្អូនដែលជាម្ដាយជាឪពុកចាជាពិសេសគឺអ្នកម្ដាយជាទីស្រឡាញ់របស់កូនគ្រប់រូបថាតើលោកអ្នកបងប្អូនចាបានចំណាយពេលវេលាល្អគ្រប់គ្រាន់ជាមួយនឹងកូនរបស់លោកអ្នកបងប្អូនហើយឬនៅ
នាងខ្ញុំជឿថាលោកអ្នកបងប្អូនមួយចំនួនធំបានចំណាយពេលវេលាគ្រប់គ្រាន់ជាមួយនឹងកូនប្រភេទកក់ក្ដៅចំពោះកូនប៉ុន្តែអាចមានអ្នកម្ដាយមួយចំនួនកំពុងតែរវល់ជាមួយនឹងការងារចាហើយពិបាកក្នុងការលៃលកពេលវេលាជាមួយនឹងកូនលោកអ្នកបងប្អូនកូនពិតជាត្រូវការម្ដាយពិតជាត្រូវការឪពុកដើម្បីផ្ដល់ភាពកក់ក្ដៅឲ្យគាត់លោកអ្នកបងប្អូនប្រហែលជាគិតថាចុះបានពីណាចិញ្ចឹមកូនបើសិនជាខ្ញុំអត់ចេញទៅក្រៅដើម្បីធ្វើការរកប្រាក់ចិញ្ចឹមគាត់ចាចំនួននេះក៏ជារឿងដែលសំខាន់ដែរនាងខ្ញុំមិនមែនបានន័យថាធ្វើវីដេអូនេះហើយមិនឲ្យលោកអ្នកបងប្អូនចេញទៅក្រៅធ្វើការដើម្បីរកថវិកាចាស់មកចិញ្ចឹមគ្រួសារទេគឺយើងនៅតែអាចបន្តធ្វើបានប៉ុន្តែថាតើយើងគួរតែលៃលកនិងដាក់ការវិភាគយ៉ាងម៉េចដើម្បីឲ្យយើងអាចចំណាយពេលវេលាជាមួយនឹងកូនរបស់យើងបានកាន់តែច្រើនចាពីព្រោះថានៅពេលដែលយើងចំណាយពេលជាមួយនឹងគាត់បានកាន់តែច្រើននោះនឹងផ្ដល់ឲ្យគាត់នៅសុវត្ថិភាពចាសុខភាពល្អចាសេចក្តីសុខភាពកក់ក្ដៅចាហើយធ្វើឲ្យគាត់មិនគិតថាទៅស្វែងរកសេចក្តីសុខពីខាងក្រៅចាដោយសារតែក្រុមគ្រួសារបង្កនៅសេចក្តីសុខសាន្តសម្រាប់ជីវិតរបស់គាត់ហើយ